ចឹងវិលត្រឡប់មកកាន់វីដេអូរបស់យើងវិញខ្ញុំបានផុសសំណួរមួយដែលខ្ញុំសួរថាតើជំនាញអ្វីខ្លះដែលបងប្អូនត្រូវរៀនឬពង្រឹងសមត្ថភាពបន្ថែមនៅសាកលវិទ្យាល័យបើមិនខ្ញុំនិយាយសំណួរនេះអ្នកទាំងអស់គ្នានឹងដឹងហើយថាជំនាញគេខ្លះណាគេក៏ដឹងដែរប៉ុន្តែជំនាញខ្លះអ្នកទាំងអស់គ្នាមើលរំលងឲ្យបានចាប់អារម្មណ៍ឯងអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នា5ជំនាញដែលអ្នកទាំងអស់គ្នាគួរតែរៀនគួរតែចេះបើជារៀននៅវិទ្យាល័យក៏ដោយបើអ្នកទាំងគ្នាចេះជំនាញនឹងមុននឹងឈានដល់សាកលវិទ្យាល័យកាន់តែល្អហើយបើរៀននៅសាកលវិទ្យាល័យហើយអត់ទាន់ចេះជំនាញនឹងទេអ្នកទាំងអស់គ្នាអាចរៀនបន្ថែមជំនាញទី1នោះគឺជំនាញភាសាអង់គ្លេសជំនាញភាសាអង់គ្លេសនេះគឺសំខាន់ព្រោះតែយើងរៀននៅសាកលវិទ្យាល័យការដែលយើងប្រើប្រាស់ភាសាអង់គ្លេសគឺច្រើនហ្មងក្នុងកិច្ចការស្រាវជ្រាវការ research ឯកសារគឺយើងប្រើប្រាស់អង់គ្លេសសឹងតែ80%ព្រោះឯកសារមួយចំនួនដែលយើងត្រូវអានគឺអានជាភាសាអង់គ្លេសអញ្ចឹងខ្ញុំលើកទឹកចិត្តទៅកាន់បងប្អូនដែលកំពុងតែរៀនវិទ្យាល័យកុំបោះបង់ភាសាអង់គ្លេសចោលបន្តរៀនភាសាអង់គ្លេសហ្នឹងទៅកុំចាំថាខ្ញុំបោះបង់អត់មានពេលទេខ្ញុំចាំរៀនចប់ទី12ខ្ញុំទៅរៀននៅសាកលវិទ្យាល័យកុំអីអញ្ចឹងអ្នកទាំងគ្នាបន្តរៀនពង្រឹងសមត្ថភាពភាសាអង់គ្លេសហ្នឹងឲ្យកាន់តែប្រសើរទោះបីជាភាសាអង់គ្លេសហ្នឹងវាជាមុខវិជ្ជាបន្ថែមនៅទី12សម្រាប់ការប្រឡងមែនប៉ុន្តែវាសំខាន់ណាស់នៅសាកលវិទ្យាល័យជំនាញទី2 Computer គឺជំនាញមួយដែលសំខាន់ដូចគ្នាដែលយើងត្រូវការប្រើប្រាស់ទាំងការរៀននិងការបម្រើការងារផ្សេងៗគឺយើងត្រូវប្រើប្រាស់ Computer អញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនបន្ថែមជំនាញនេះទាំង Microsoft Word Excel PowerPoint ហ្នឹងអ្នកទាំងគួរតែចេះវាហើយមុននឹងអ្នកទាំងគ្នាចូលរៀននៅសាកលវិទ្យាល័យឬក៏អ្នកទាំងគ្នាចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងនៅពេលដែលចូលរៀនសាកលវិទ្យាល័យភ្លាមអ្នកទាំងគ្នាគួរតែរៀនភ្លាមតែម្ដងទៅបើសិនជាអ្នកទាំងគ្នាចេះជំនាញកាត់តរូបភាពកាត់តវីដេអូនិយាយទៅអីបន្ថែមទៀតហ្នឹងគឺកាន់តែល្អជំនាញទី3 presentation skill ឬក៏ខ្ញុំអាចបញ្ចូលមួយទៀតជាមួយនឹង public speaking ជំនាញធ្វើអត់បង្ហាញហើយនឹងជំនាញនិយាយជាសាធារណៈហ្នឹងត្រូវការដែរព្រោះនៅពេលដែលយើងរៀននៅសាកលវិទ្យាល័យយើងមានក្រុម assignment យើងឡើងធ្វើអត់បង្ហាញធ្វើម្នាក់ឯងឬក៏ធ្វើជាក្រុមអញ្ចឹងទាំងអស់ហ្នឹងវាសុទ្ធតែជំនាញតើគេ present មិនគេធ្វើបាត់បង្ហាញមិនឲ្យមានប្រសិទ្ធភាពពេលដែលយើង present ទៅaudience ឬក៏អ្នកស្ដាប់គាត់ចាប់អារម្មណ៍គាត់ស្ដាប់ទទួលយកបានអំពីការ present របស់យើងហើយយើងទទួលបាននៅបន្ទុកខ្ពស់ទៀតអញ្ចឹងទាំងអស់ហ្នឹងមិនមែននៅសុកគេធ្វើបានល្អទេអាហ្នឹងវាសុទ្ធតែជាជំនាញទាំង confident ទាំងការដែលគេត្រៀមខ្លួនទាំងអស់ហ្នឹងវាសុទ្ធតែជាការរៀនគេមានជំនាញរបស់គេទី4 teamwork ឬក៏ជំនាញការងារក្រុមហ្នឹងក៏វាក៏ជាជំនាញដែរអ្នកទាំងអស់គ្នានៅពេលដែលយើងរៀនព្រោះយើងមានក្រុម assignment ឬក៏ក្រុមកិច្ចការស្រាវជ្រាវអីអស់ហ្នឹងទៅជាសមាជិកឬក៏ជា leader នៅក្នុង team ណាមួយអញ្ចឹងយើងត្រូវចេះចាត់ចែង team របស់យើង manage team member ពេលវេលាកិច្ចការអញ្ចឹងទាំងអស់ហ្នឹងហើយធ្វើធម្មតាទេធ្វើការងារក្រុមមកវាតែងតែមានបញ្ហាហើយតែបើយើងមានជំនាញហ្នឹងណាគឺការងារក្រុមរបស់យើងកាន់តែល្អកាន់តែប្រសើរឡើងជំនាញ teamwork នេះក៏យើងយកវាទៅប្រើការនៅក្នុងការងាររបស់យើងដែរអញ្ចឹងវាគឺសំខាន់សម្រាប់អ្នកទាំងអស់គ្នាទី5ជំនាញទំនាក់ទំនងឬក៏គេហៅថា communication skill នេះគឺជាជំនាញមួយដែលចាំបាច់បំផុតព្រោះមនុស្សម្នាក់ត្រូវការទំនាក់ទំនងទាំងការរៀនសូត្រទាំងការងារអញ្ចឹងទំនាក់ទំនងសំខាន់ធ្វើអ្វីក៏ដោយគឺត្រូវតែមានទំនាក់ទំនងដែរអ្នកចង់ស្វែងរកអាហារូបករណ៍ចង់រកការងារគឺត្រូវតែមានទំនាក់ទំនងចេះស្វែងរកចេះសួរប្រើប្រាស់ភាសាទំនាក់ទំនងឲ្យត្រឹមត្រូវបើនិយាយពីទំនាក់ទំនងអ្នកទាំងអស់គ្នាគាត់តែគិតថាការនិយាយឯមែនទេតាមពិតទំនាក់ទំនងវាមានច្រើនរូបភាពហើយទាំងសញ្ញាទាំងនិយាយទាំងប្រើប្រាស់ពាក្យទឹកមុខឲ្យបានសមរម្យឲ្យទាំងអស់ហ្នឹងទៅទាំង attitude អីទាំងអស់គ្នានឹងឯងហើយជំនាញទាំងអស់នេះពេលខ្លះយើងមើលរំលងយើងចាប់អារម្មណ៍ឯងប៉ុន្តែអ្នកទាំងអស់នេះត្រូវចេះវាដើម្បីឲ្យខ្លួនឯងរៀននៅសាកលវិទ្យាល័យទៅអត់ពិបាកអត់មានអារម្មណ៍ថាខ្លួនឯងពិបាក5ជំនាញនេះមិនមែនរងចាំរហូតដល់រៀននៅសាកលវិទ្យាល័យហើយចាំយើងរៀនទេអ្នកទាំងអស់គ្នាគួរតែរៀនវាត្រៀមតាំងពីរៀននៅវិទ្យាល័យម្លេះដើម្បីបង្កើនភាពក្លាហានដល់ខ្លួនឯងហើយនឹងការត្រៀមខ្លួនរួចជាស្រេចរបស់ខ្លួនឯងនៅពេលដែលជិញ្ជឹងចូលសាកលវិទ្យាល័យហើយខ្ញុំសូមលើកទឹកចិត្តម្ដងហើយម្ដងទៀតសម្រាប់បងប្អូនដែលរៀននៅវិទ្យាល័យកុំបោះបង់ភាសាអង់គ្លេសហើយបើមានឱកាសរៀន computer ហើយនឹងជំនាញ public speaking presentation teamwork communication skill អីហ្នឹងអ្នកទាំងគ្នាអាចរៀនឲ្យហើយ